បាទអរុនសួស្តីបងប្អូនទាំងអស់គ្នាព្រឹកថ្ងៃអាទិត្យទី22ខែមិនិនា2026នេះក្តោបផ្លែវាទៅដាំបានមួយសប្តាហ៍បងប្អូនណាហើយឥឡូវវាចាប់ដាំលូតលាស់ធំច្រើនដែរហើយអញ្ចឹងទៅតែរយៈពេលមួយសប្តាហ៍ដែលខ្ញុំដាំហើយខ្ញុំត្រូវទៅធ្វើការដាំដុះនៅសៀមរាបយើងប្រើតែដីដាំយើងទេហើយអាកូនស្ពៃក្តោបមូលនេះវាក៏ធំជាងមុនច្រើនដែរបាទចឹងបងប្អូនឃើញប្រសិទ្ធភាពដីដាំរបស់ខាងខ្ញុំហើយបាទចឹងបងប្អូនឃើញប្រសិទ្ធភាពនៃដីដាំរបស់ខាងជីកប៉ុស iMan KH ហើយចឹងយើងដាំនៅមុខឃ្លាំងសម្រាប់ free ជូនបងប្អូនតេជនណាដែលគាត់អញ្ជើញមកលេងឃ្លាំងហើយទិញជីទិញដីដាំយើងច្រើនយើង free ជូនគាត់ហើយដាំជាបន្តមិនឲ្យដាច់ទេបាទថ្ងៃហ្នឹងគឺមកឃ្លាំងជីវិញហើយបងប្អូនហើយកូនប្រទាលនេះត្រូវការថែទាំឡើងវិញអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមដូរថូដោយប្រើដីដាំនៅខាងក្រោយខ្ញុំនេះបាទគឺគំនរដីដាំបានលាយហើយនេះគឺមេជីវិតត្រៃខូដាម៉ាព្រោះពួកប្រទាលនេះវាចាំបាច់ណាស់ទៅត្រូវប្រើវាបើមិនអញ្ចឹងវាមានជំងឺផ្សិតហើយនេះកបោសបាទអានេះក៏ត្រៃកូដាម៉ាដែរគាត់ខ្ញុំលាយហើយខ្ញុំទុកបាញ់វាពេលដែលខ្ញុំដូរថូគឺខ្ញុំបាញ់វាហើយបាទអញ្ចឹងមានសម្ភារៈថូធំជាងមុនបងប្អូនបាទនេះទឹកខ្ញុំទុកលាយកបោក្នុងការប្រើប្រាស់បើយើងអត់មានត្រៃកូដាម៉ាហើយណាស់ក៏យើងត្រូវមានកបោសនេះបងប្អូនណាបាទអានេះខ្ញុំក៏មានលក់ដែរអានឹង1គីឡូ1500បងប្អូនយក10គីឡូឡើងទៅអញ្ចឹងទៅបានខ្ញុំលក់ព្រោះលក់អត់លក់រាយទេបាទអញ្ចឹងខ្ញុំមិនមានអីស្មុគស្មាញទេការដូរថូគឺទីមួយយើងទៅដាក់ដីនៅបាតថូនេះសិនទៅហើយប្រើដីដាំខ្ញុំនេះកាលណាបើយើងអត់បានដូរថូទេវាចាល់រឹសដល់តែវាចាល់រឹសវាអត់អាចធំជាងនឹងបានទេអានេះដោយសារថាវានៅក្រោមដើមមៀនខ្ញុំទុកចោលខ្ញុំបានកែច្នៃវាដោយសារតែវាចាល់ឬការដែលយើងដាំនេះវាផ្សំកូនប្រទាលតូចប៉ុនម្រាមដៃនេះប៉ុនអានេះអាតូចនេះបងប្អូនណាអញ្ចឹងយើងដាក់ថូតូចអញ្ចឹងដល់ឥឡូវវាធំអញ្ចឹងទៅវាចាល់ឬបាទដល់វាចាល់ឬយើងត្រូវការដូរថូវាថែមដីបានវាធំហើយអានេះពូជប៉ុនណាបងប្អូនបាទពូជប្រទាលជប៉ុនអញ្ចឹងពីជំរើសនេះពេលដែលបងដូរថូដាក់ដីចូលក្នុងថូហើយបងប្រើម្សៅកបោសរយត្រាប់បាតថូអញ្ចេះក៏បានអាហ្នឹងបើបងអត់មានត្រៃកូដាម៉ាតែបើមានត្រៃកូដាម៉ាបងបាញ់ចូលទៅរឹសវាមុននឹងយើងដាក់ដាំអញ្ចឹងបងបាទអញ្ចឹងមកនេះជាត្រៃកូដាម៉ាបងប្អូនណាបាទអញ្ចឹងមកប៉ុណ្ណឹងនេះអានេះបាទនេះវាថ្មីខ្ញុំមិនតាន់បើកទេខ្ញុំមានអាកំប៉ុងបើកហើយយើងក៏ដាក់ចូលហើយដាក់ចូលយើងលុបដីទៅណាបងប្អូនបាទអញ្ចឹងវិធីដូរដីមានតែប៉ុណ្្នឹងទេគឺមិនមានអីត្រូវស្មុគស្មាញទេហើយបងប្អូនមានតម្រូវការប្រើប្រាស់ជីកប៉ុសខ្ញុំក៏សូមកំងទៅធ្វើអស់បងប្អូនធ្វើមិនទាន់ទេអើមណាដែលវាមានមេឃចាស់អញ្ចឹងបងប្អូនទៅសម្អាតវាផងកាលណាទុកទៅវាសម្ោចនៅបាទអញ្ចឹងយើងកុំទុកវាកាត់សម្អាតវាស្អាតអញ្ចឹងណាអានេះកូនរបស់វាចាំផ្សំវានៅថង់តូចក៏នឹងថ្លៃផ្សំបានកូនធំទៅគឺមួយដើមហើយណាក៏1រៀលឬក៏4000ឬក៏3000យ៉ាងទៀបបងប្អូនហើយខ្ញុំមានម្សៅកបោសអញ្ចឹងខ្ញុំប្រើម្សៅកបោសអញ្ចឹងទៅត្រៃកូដាម៉ាក៏ខ្ញុំមានដែរបងប្អូនណាបាទហើយមកដពេលនេះ24000រៀលបាទហើយជីកប៉ុសមកបេ25000ដីដាំមកបេ16000អញ្ចឹងយើងក៏លុបដីអញ្ចឹងទៅហើយបើបងមានត្រៃកូដាម៉ាហើយបងបាញ់អញ្ចឹងទៅណាបាទបាញ់អញ្ចឹងទៅតែបើគ្មានប្រើតាមម្សៅកបោសមួយក៏បានដែរហើយកុំភ្លេចជួយកំងកូនដំណាំបងប្អូនកូនដូងកូនឈើហូបផ្លែផ្សេងទៀតហើយបងប្អូនមានតម្រូវការឲ្យខ្ញុំទៅពិនិត្យដីក្នុងការដាំដំណាំធំហ្នឹងខ្ញុំទៅពិនិត្យជូនបងប្អូន free អត់មានគិតលុយអីទេតែតើបងប្អូនជួយទិញជីកប៉ុសនិងដីដាំឬក៏កូនដូងបាទអានឹងបានខ្ញុំជួយទៅពិនិត្យដីជូនបងប្អូនបាទតែ
តែខ្ញុំទៅពិនិត្យដីគឺអត់យល់ថ្លៃសេវាទេហើយដូចអាដើមនេះអីចឹងយើងកាត់សម្អាតវាបងប្អូនណាបាទអាមេឃចាស់អាមេឃងាប់ហ្នឹងគឺយើងកាត់សម្អាតវាហើយចាំយើងដូរថោនេះកូនរបស់វានេះយើងផ្សំនឹងអាកូនថងខ្មៅតូចចឹងទៅយើងមួយខែពីរខែក្រោយវាធំហើយបាទអញ្ចឹងកាត់សម្អាតហើយយើងចាប់អានេះចេញទៅហើយយើងដាក់កបោសទៅនេះសិនទៅសម្រាប់មេរោគវាព្រោះអាហ្នឹងវាងាយនឹងកើតមេរោគផ្សិតហើយបើយើងដូរថោវាថាប់ធំគោលបំណងដែលខ្ញុំដាំអានេះច្រើនដើម្បីអីបងប្អូនព្រោះផលិតផលសាប៊ូកក់សក់ខ្ញុំវាប្រើវាច្រើនហើយខ្ញុំមានដាំក្រូចសើចទៅច្រើនដែរគាត់ណាឥឡូវហ្នឹងវានៅមិនតាន់មានផ្លែអញ្ចឹងខ្ញុំទិញពីបងប្អូនកសិករសិនអញ្ចឹងសាប៊ូក្រូចសើចខ្ញុំដែលបងប្អូនយកទៅប្រើប្រាស់ហ្នឹងគឺថាសប្បាយចិត្តក្នុងការប្រើដោយសារផលិតផលធម្មជាតិទាំងស្រុងខ្ញុំប្រើក្រូចសើចផ្ទៀវកតុយកពើបដូលពេជ្រស្លឹកគ្រៃក្រហមស្លឹកកត្រោបប្រេងដូងត្រជាក់គឺថាសុទ្ធតែរបស់ធម្មជាតិហើយធ្វើដោយខ្លួនឯងទៀតបើប្រេងដូងត្រជាក់ខ្ញុំធ្វើដោយខ្លួនឯងដែរបាទចឹងអ្នកដែលមានបញ្ហាសក់ជ្រុះគេរមាស់ស្បែកក្បាលសក់បែកចុងហើយសក់រឹងអីហ្នឹងប្រើសាប៊ូខ្ញុំតាមមួយមុខគឺគ្រប់គ្រាន់ហើយហើយមួយដបវា 15,000 ពីរដបវា 30,000 បច្ចុប្បន្ននេះខ្ញុំមានសាប៊ូដូចគ្នាដែរតែមានប្រភេទកក់មានពពុះហើយអាមួយទៀតគឺសាប៊ូអត់ពពុះសិទ្ធិភាពដូចគ្នាណាបងប្អូនបាទនេះចិត្តហើយបងប្អូននៅម៉ាត់ដើមទៀតទេបាទត្រូវការទិញកូនប្រទាលអីអាហ្នឹងម្ដាម 4,000 តែចាំវាមានកូនសិនអានេះបងប្អូនទិញជី3តោនខ្ញុំហ្វ្រីឲ្យ2គុំនេះអាដូរធូរហើយនេះទិញដល់ឃ្លាំងបងប្អូននេះបាន1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
បាន18ធោបងប្អូនហើយខ្ញុំនឹងយកវាទៅដាក់នៅខាងមុខឃ្លាំងនេះបងប្អូនការងារយើងមិនតាន់ចប់ទេតាមពេលយើងដូរធោហើយយើងស្រោចទឹកវាបងប្អូនណាហើយបាញ់តិចតិចទឹកនេះខ្ញុំបើកតាពាក់កណ្ដាលទេព្រោះបើកខ្លាំងវាសម្ពាធទឹកខ្លាំងវាខ្ចាយដីហើយនៅខាងក្រោយខ្នងខ្ញុំនោះគឺកូនស្ពៃក្តោបមកឥឡូវខ្ញុំបាញ់ទឹកខ្សាយចេកតិចឲ្យវាឆ្លោះល្អនោះចឹងមិនថាបងប្អូនដំណាំអីទេទៅគួរតែបាញ់ទឹកវាខ្លះព្រោះរដូវក្តៅចឹងបងប្អូនណាឆ្លោះល្អចាស់ហើយតែខ្ញុំមិនតាន់កាប់ហើយនេះមិនដោះដាំថ្ងៃមុនគង់តែស្រស់បំរងហើយចូលនឹងធំខាត់ហើយជិះខែចេញខាត់ខាត់8ខែទៀតអរគុណបងប្អូនមានតម្រូវការជីកប៉ុសដីដាំសាប៊ូអបសក់ក្រូចសើចខ្សែកបោស EM កាក់ស្ពត្រៃគោដំណាហើយនឹងកូនឈើក៏សូមកំងតិចខ្ញុំបាទគង់រៀបចំដាំអីវ៉ាន់ទៅទឹកកប៉ុកនៅខាងមុខនេះកំផែនទៀតនៅមុខខាងមុខនេះបាទកាប់ដីឡើងជ្រៅហើយជម្រៅហើយជាកន្លះម៉ែត្រខ្ញុំកាប់ដល់ចប់ហើយជូនថ្មចេញហើយខ្ញុំចាប់ដើមដាំនៅខាងនោះមានកូនជាដីមានអំពៅខ្មៅបាទហើយមានម្នាស់បាល់ម្នាស់សាំងតពោហើយជួននេះខ្ញុំនឹងដាំទៅហូបផ្លែដូចជាមកចាក់ទៀតដាំអីចឹងបងប្អូនសប្បាយគីឡូចឹងបាទហើយបងប្អូនមកដល់ឃ្លាំងខ្ញុំនឹងឃើញដាក់ផ្លែឈើហើយស្អិចស្កាស់ហ្មង